អ្វីដែលជាកិត្តិយសបំផុតគឺវឌ្ឍនភាពដែលមិនត្រឹមតែជាការវាយតម្លៃដោយក្រសួងឬមួយដោយអង្គការស្ថាប័នណាមួយនៅក្នុងប្រទេសទេប៉ុន្តែនេះគឺជាការប្រកួតប្រជែងហើយនឹងការវាយតម្លៃដោយស្ថាប័ននៃប្រទេសមួយផ្សេងទៀតដែលមានកេរ្តិ៍ឈ្មោះយ៉ាងល្បីទៅលើផ្នែក Vocational Education Training ITE Education and Service ដូច្នេះអ្វីទាំងអស់នេះគឺជាគេហៅថាការប្រថាប់ត្រានិងជាការផ្ដល់នៅវិញ្ញាបនបត្របញ្ជាក់ច្បាស់និងលើកតម្កើងនៅជាស្ថាន NPIC ហើយនិង NTTI យើងបន្ថែមទៀតដើម្បីធ្វើជាគំរូនិងសម្រាប់ចែករំលែកនៅបទពិសោធន៍ទៅដល់គ្រឹះស្ថានបណ្ដុះបណ្ដាលរបស់យើងបន្ថែមទៀតដែលមិនទាន់បានចូលរួមនៅក្នុងការប្រកួតប្រជែងប៉ុន្តែតាមរយៈការចែករំលែកបទពិសោធន៍ដែល NPIC ហើយនិង NTTI ទទួលបាននៅឆ្នាំនេះជាមួយនឹងវិទ្យាស្ថានដទៃផ្សេងទៀតនោះយើងនឹងអាចមានឱកាសដើម្បីចូលរួមហើយលើកទឹកចិត្តឲ្យគ្រប់វិទ្យាស្ថានឬក៏វិទ្យាស្ថានកាន់តែច្រើនថែមទៀតដើម្បីដាក់ពាក្យចូលទៅក្នុងការប្រកួតប្រជែងវាយតម្លៃទទួលបាននៅពាន GEMSET នេះជាការពិតណាស់កន្លងទៅគ្រឹះស្ថាន TVET យើងជាច្រើនបានទទួលរួចហើយនៅវិញ្ញាបនបត្រ ISO ប៉ុន្តែការទទួលបានបន្ថែមនៅ GEMSET Award នេះវាគឺជាការទទួលស្គាល់បន្ថែមទៀតនិងជាការបង្ហាញនៅវឌ្ឍនភាពនៃការដឹកនាំកែតម្រង់ក៏ដូចជាការពង្រឹងគុណភាពដែលគ្រឹះស្ថាន TVET របស់យើងទាំងអស់បានខិតខំនៅក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះឲ្យវាស្របទៅតាមអ្វីដែលជាចក្ខុវិស័យហើយស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាហើយខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សដែលរៀននៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ NPIC ក៏ដូចជា NTTI ក៏មានកិត្តិយសហើយរីករាយចំពោះអ្វីដែលវិទ្យាស្ថានរបស់ខ្លួនទទួលបាននៅថ្ងៃនេះផងដែរហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់នឹងទទួលបាននៅគុណភាពហើយនឹងឱកាសការងារកាន់តែប្រសើរឡើងថែមទៀតនៅពេលដែលបញ្ចប់ការសិក្សានៅសាលា NPIC ហើយនិង NTTI នៅពេលខាងមុខនេះ